ពីថ្ងៃនេះតទៅលុបឈ្មោះ VIP គ្រួសារឈិនហាមិនឲ្យចូលសន្តាគារទៀតនោះទេណាអាយ៉ាអ្នកលោកហ្វុងគ្រួសារឈិនខ្ញុំសហការរុស្ស៊ីជាមួយនឹងគ្រួសារហឺដោយសារម្នាក់នេះគ្រួសារហឺនៅចំពោះមកលោកហ្វុងអស់ចាស់ស្អីទៅអូខេចេញអូយលោកហ្វុងស្ដាប់ខ្ញុំសិនទៅលោកហ្វុងអូយជាកាយច្រំទេលោកឈិនយល់ថារឿងនេះខ្ញុំចាត់ចែងតើពេញចិត្តដែរទេអត់ពេញចិត្តទេហ៎ដំបូងសង្ឃឹមថាឈិនអ៊ីមីងនងខ្ញុំរលុយឥឡូវនេះចប់ហើយរកវិធីម្ដងទៀតដើម្បីបាន10លានហើយសម្លាញ់គ្រាន់តែហូបបាយសមមានអារម្មណ៍ថាមិនស្រួលខ្លួនណែគិតស្អីកំពុងតែគិតថាតើគួរធ្វើយ៉ាងម៉េចអាចបាន10លាននៅក្នុងពេល3ថ្ងៃទៅមិនយល់សបិនតែថ្ងៃអញ្ចឹងឯងណាស់ហើយចុះពួកឯងមិនយល់ទេវ៉ាវស្រីស្អាតមែនទេអ៊ីស៊ីស្គាល់គ្នាគូត្រឹងខ្ញុំសម្លាញ់ល្មមបានហើយស្រីស្អាតបាក់ឡានស្លាយយ៉ាងនេះមិនមែនស្ថិតក្នុងលំដាប់អ្នកដឹកជញ្ជូនដូចចំពោះជើងទេស្អីគេគូនឹងដឹងហ៎បើគេស្គាល់ឯងខ្ញុំសុកចិត្តជួក្បាលឲ្យឯងធ្វើកៅអីឆាន់ឈីអ៊ីស៊ីរបស់មានការអីលុយ8លាននេះជាលុយសិនសំរបស់ខ្ញុំសល់2លានទៀតចាំខ្ញុំរកមធ្យោបាយដល់ពេលនោះបងប្រកកាត់នេះឲ្យម៉ាក់ខ្ញុំប្រាប់ថាបងមិនយល់ទេបងសន្យាជាមួយអ៊ំស្រីហើយថារកបាន10លាននៅក្នុងពេល3ថ្ងៃបងជាអ្នកដឹកជញ្ជូនអីវ៉ាន់ម៉ាក់ខ្ញុំឲ្យបងរក10លានត្រឹម3ថ្ងៃតាមពិតបំណងគាត់មិនចង់ឲ្យបងបើសិនជាបងធ្វើប៉ុណ្ណឹងមិនបានថ្ងៃក្រោយមិននឹងអាចផ្ដល់សុភមង្គលឲ្យអូនបានទៅបើសុបបីតលុយប៉ុណ្ណឹងក៏យកពីអូនដែរនោះបងខ្លាចជាមនុស្សអប្រយោជន៍ហើយខ្ញុំដឹងថាបងមិនមែនជាមនុស្សបែបហ្នឹងទេតែចរិតតាមម៉ាក់ខ្ញុំបងឃើញស្រាប់ហើយត្រឹម3ថ្ងៃបើបងរកលុយមិនបាន10លានពួកគាត់ច្បាស់ជាមិនលើកខ្ញុំឲ្យបងទេកុំបារម្ភអីបងមានវិធីរកប្រាក់បាន10លាន3ថ្ងៃក្រោយបងនឹងឲ្យអ៊ំស្រីសប្បាយចិត្តព្រមលើកកូនឲ្យបងវិធីអីដល់ពេលនោះអូនច្បាស់ជាបានដឹងប៉ុន្តែមុនពេលដែលបងដណ្ដឹងអូនរៀបការត្រូវមើលថែកូនបងផងដឹងហើយសម្ព័ន្ធវ៉ាន់ហាគឺជាសម្ព័ន្ធធំទី1នៅលើโลกនេះត្រឹមតែប្រជែកធម្មតាក៏មានតម្លៃដល់ទៅ100លានដែរបើខ្ញុំអាចចូលធ្វើការផ្នែក business សម្ព័ន្ធវ៉ាន់ហាត្រឹមតែ10លានអាចរកបានត្រឹមតែប្រហែលនាទីទេមានលុយអស់ចាស់ស្អីទៅបើកឡានយ៉ាងម៉េចហ្នឹងអគ្គនាយិកានោះគឺជាម៉ាក់របស់ខ្ញុំតាអូមានកាយខ្ញុំមកសភាការងារតាមខ្ញុំមកគាត់ម្នាក់នោះមើលទៅដូចជាមានតំណែងធំណាស់ម៉ាក់របស់ខ្ញុំពេលនេះកំពុងតែបោះសម្អាតខ្ញុំច្រឡំមនុស្សហើយតែចូលធ្វើទៀតអូទៅហើយណែនាំខ្លួនតិចមកលីយេនិស្សិតបរិញ្ញាបត្រ985អូជើបរិញ្ញាបត្រហិរញ្ញវត្ថុលីជីយួយបណ្ឌិតវិទ្យាសាស្ត្រនិងវិស្វកម្មទើបតែត្រឡប់មកពីសិក្សានៅបរទេសសំជាក្រុមហ៊ុនធំមែនប្រកួតប្រជែងខ្លាំងណាស់ហើយចុះឯងឈិនឈីគឺជាសិស្សវិទ្យាល័យស្អីបរិញ្ញាបត្របណ្ឌិតស្អីទីនេះមិនប្រើការទាំងអស់នឹងចង់ចូលសម្ព័ន្ធវ៉ាន់ហៅទៅឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតណាមេក្រុមសម្ភារៈរៀបចំរួចហើយណ៎ខ្ញុំសូមប្រកាសការប្រកួតចាប់ផ្ដើមបើកសាច់នេះបាទពួកឯងលីឡើងលើដំបូលរួចហើយក៏ចូលមកវិញអ្នកណាតស៊ូបានចាត់ទុកថាអ្នកនោះបើចាត់ថាគេជើងនេះគឺ70ជាន់រាងកាយខ្ញុំបើឡើងដល់ដំបូលនោះអស់ជីវិតជាមិនខានចោះចាញ់ហើយចាញ់មុនពេលប្រកួតមិនចេះខ្មាស់គេខ្ញុំប្រកួតខ្ញុំក៏សាមើលដែរគ្រាន់តែដាក់ពាក្យផ្នែក business ក៏ត្រូវប្រកួតកម្លាំងកាយដែរនេះគឺជាជំនាញខ្ញុំស្រាប់ហើយខ្ញុំប្រកួតដល់ណាចាប់ដើមឯតាពីរនាក់ធ្វើតេស្តធ្លាក់ហើយណាខ្ញុំជំទាស់ការធ្វើតេស្តនេះមិនសមហេតុផលទេរបស់ធ្ងន់យ៉ាងនេះចង់ឲ្យពួកខ្ញុំលើកទៅលើរួចហើយមកវិញចង់ពួកខ្ញុំនឹងស្លាប់មែនទេត្រូវហើយខ្ញុំមិនជឿថាមានគេអាចធ្វើបានទេលោកមានចេតនាច្បាស់ខ្លាំងចង់ធ្វើបាបពួកខ្ញុំធ្វើមិនបានគឺមានគេធ្វើបានណាហើយបដិដាធ្វើការខ្ញុំហៅគេឪមកវិញហើយអាពូណាខ្ញុំនឹងថាឯងច្បាស់ជាអាចទៅរួចអបអរសាទរណាពីនេះទៅអាចខ្លាចទៅជាសន្តិសុខនៅទីនេះជាផ្លូវការហើយសន្តិសុខសន្តិសុខត្រូវមានកម្ពស់និងកម្លាំងមាំមួនចេះលីចេះសែងឯងស័កសមណាស់ស្អែកនេះមកធ្វើការបានហើយណាមិនអីទេបងអ្នកបរិញ្ញាបត្រមិនព្រមយកទៅយកអ្នកវិទ្យាល័យមកធ្វើការវិញតើពួកខ្ញុំនេះមានកន្លែងណាអន់ជាងអ្នកដែលរៀនចប់វិទ្យាល័យទៅសម្ព័ន្ធវ៉ាន់ហៅពួកជើងមិនខ្វះទេអ្នកចេះដឹងខ្ពង់ខ្ពស់ផ្ទុយទៅវិញអ្នកមានកម្លាំងខ្លាំងដូចជាអាប៉ុនឈិនជីពីបារុកណាអាប៉ុនណាតើវិញរៀបចំបែបបត់មកធ្វើការបានឈប់សិនខ្ញុំមិនដាក់ពាក្យធ្វើការខាងផ្នែក business មិនជាផ្នែកសន្តិសុខទេច្រឡំទេដឹងអាឡូឆាន់ឈីត្រូវទេដល់មកធ្វើសម្ភារហើយទៅដល់ឥឡូវហើយទៅសិនហើយណារៀងកាយមកមុនមិនធ្វើជាសន្តិសុខគួរឲ្យស្ដាយណាស់
សុខស្ដីបាន ឈិនជី បាទ ពីមុនធ្លាប់ធ្វើ business ដែរទេមានចំណេញអ្វីខ្លះដែរ មានកម្លាំងខ្លាំងយល់ទេ ធ្លាប់ដោយស្វ័យប្រវត្តិហើយ ខ្ញុំអាចទ្រាំលំបាកមិនខ្លាចហត់នឿយឲ្យខ្ញុំធ្វើអ្វីក៏បានដែរតួអាការខ្ញុំផងទៅបានទេមានមនុស្សចង់ចូលសម្ព័ន្ធបានហើយច្រើនណាស់រឿងអីតួអាការ ច ឯ ង់ ង ចូលសម្ព័ន្ធវ៉ាន់ហើយបានតើមានរឿងអីអាចត្រូវធ្វើឲ្យបានណា និយាយទៅ អគ្គនាយិកាអ្នកប្រុសមកក្រុមហ៊ុនយើងសម្ភារផ្នែក business ចង់ធ្វើផ្នែក business រីកចម្រើនគ្រាន់បើតែតាមលក្ខខណ្ឌគេមិនត្រូវតាមការចង់បានផ្នែក business ទេខ្ញុំទៅប្រាប់ប្រធានផ្នែក business សិនសម្រាប់ការងារត្រូវប្រកួតតំណែងជាអ្នកចាត់ការឲ្យអ្នកប្រុសទេគេទៅចូលក្រុមហ៊ុនដកខាត់នៅថ្នាក់ទាបសិនក៏បានចាស់យល់ហើយ ស្រែកពីរដងឲ្យខ្ញុំស្ដាប់បើស្រែកបានល្អខ្ញុំនឹងពិចារណាជោគឯង រឿងនេះតើមានស្អីពាក់ព័ន្ធជាមួយនឹងផ្នែក business ទៅអ្នកចាត់ការថាមិនគឺអញ្ចឹងហើយមិនបាច់ឲ្យសង្ស័យច្រើនទេរឿងតូចតាចប៉ុណ្ណឹងបើធ្វើមិនបានទេកុំចង់ធ្វើផ្នែក business ទៅផ្ទះវិញដេក ធ្វើ ទៅ business ត្រូវហ៊ានលះបង់ហ៊ានធ្វើគ្រប់យ៉ាងខ្ញុំត្រូវដកពិសោធន៍ អគ្គនាយកឈេសម្ព័ន្ធវ៉ាន់ហើយមើលទៅលើសមត្ថភាពមនុស្សតែពលលោកបាយជាជន់ឆ្លៀកកិត្តិយស គេ គេ ខ្ញុំនៅមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យខ្ញុំទុកឱកាសឯងគឺជាការល្អណាស់មិនត្រឹមតែដឹងគុណបោកក្បាលមកខំខ្ញុំទៀត អ្នកចាត់ការកុំនិយាយច្រើនជាមួយគេហើយសន្តិសុខអូគេចេញទៅតែម្ដងទៅសន្តិសុខពលលោកមើងងាយគេពេកហើយថ្នាក់ដឹកនាំខ្ញុំចង់ជួបថ្នាក់ដឹកនាំ